បងប្អូនអ្នកគ្នាសាសម័យមើលបើសិនជាយើងប្រើដ្រូនកសិកម្មទៅព្រោះជីម្ដងបានដីកន្លះហាត់ហើយចំណាយពេលតែ10នាទីទេហើយចុះបើសិនជាយើងប្រើដ្រូននេះនៅក្នុងពេលមួយព្រឹកចង់ដឹងថាតើយើងទទួលបានកម្រិតចំណេញនិងទិន្នផលដល់កម្រិតណាអញ្ចឹងឥឡូវនេះយើងឈប់សម័យទៅហើយយើងទៅបង្កើតវាអាជីវកម្មពិតជាមួយនឹងដ្រូនកសិកម្ម model ថ្មីដែលទទួលបានការអាប់ដេតថ្មីជាមួយនឹងទំហំផ្ទុក70លីត្រនិងធុងព្រោះបានរហូតដល់65គីឡូក្រាមជាមួយនឹង DJI Acras T70P ជាមួយនឹងខ្ញុំទាំងអស់គ្នាអូខេបងប្អូនអ្នកគ្នាអញ្ចឹងនៅស្ដាំដៃខ្ញុំនេះគឺជា drone DJI Acras T70P ដែលវាជា model ថ្មីសាឡាងទទួលបានការអភិវឌ្ឍក៏ដូចជាកំណែតម្រង់ថ្មីពី model ចាស់ៗពីមុនហើយមកលើកនេះវាទទួលបានការអភិវឌ្ឍទាំងទំហំផ្ទុកសមត្ថភាពក៏ដូចជាមុខងារមួយចំនួនដែលវាបានមកជាមួយនឹង drone model ថ្មីនេះផងដែរអញ្ចឹងខ្ញុំគិតថាdrone model ថ្មីនេះសម្រាប់បងប្អូនដែលចង់ពង្រីកទិន្នផលក៏ជាពង្រីកសមត្ថភាពប្រើប្រាស់នៅលើដំណាំចម្ការគឺអត់គួរមើលរំលងទេជាមួយនឹង DJI Acras T70P មួយនេះអូខេបងប្អូនអ្នកនាងអញ្ចឹងកំណែទម្រង់ថ្មីជាមួយនឹង Acras T70P នេះគឺយើងទៅមើលចំណុចដំបូងគេគឺជាទំហំផ្ទុកថ្មីដែលទទួលបានការអភិវឌ្ឍពីរោងចក្រ DJI អញ្ចឹងនេះគឺជាធុងផ្ទុកថ្មីដែលទទួលបានការគិតគូរដិតដល់ពីរោងចក្រផ្ទាល់ជាមួយនឹងវត្ថុធាតុដើមប្រភេទ HDPE HDPE វាគឺជាវត្ថុធាតុដើមមួយដែលមកពីពាក្យពេញថា High Density Polystyrene វាគឺជាវត្ថុធាតុដើមដែលគិតគូរទៅដល់ទម្ងន់ស្រាលនៅពេលដែលហោះឡើងលើក៏ដូចជាកាត់បន្ថយនៅការច្រេះនៅពេលដែលវាប៉ះពាល់ជាមួយនឹងថ្នាំគីមីក៏ដូចជាជីអីផ្សេងគឺវាអត់ងាយច្រេះទេធុងនេះហើយជាក់ស្ដែងនៅពេលដែលវាហោះឡើងទៅដល់កម្ពស់ខ្ពស់គឺវាមិនប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យចូលរួមការពារអត់ធ្វើឲ្យធុងស្លោកឬក៏ស្វិតធុងខូចនោះទេអញ្ចឹងបន្ទាប់ពីភាពកិត្តគូហើយគឺយើងក៏លេខទៅមើលទំហំផ្ទុកថ្មីអូខេអញ្ចឹងបើថែមពីលើវត្ថុធាតុដើមដែលទទួលបានការបំពាក់ពីរោងចក្រ DJI វាក៏ទទួលបានការអភិវឌ្ឍទំហំផ្ទុកថ្មីដែលខ្ញុំបាននិយាយនៅខាងក្បាលវីដេអូមិញហ្នឹងគឺទំហំផ្ទុកធុងទឹកបានរហូតដល់ទៅ70លីត្រនិងធុងព្រោះបានរហូតដល់65គីឡូក្រាមអញ្ចឹងនេះវាជាទំហំផ្ទុកថ្មីមួយដែលទទួលបានការបំពាក់និងការអភិវឌ្ឍបន្ថែមពីលើ drone ថ្មីសាឡាងអញ្ចឹងក្រៅទៅពីធុងទឹកថ្មីវាក៏ទទួលបានជាមួយនឹងមុខសាច់របស់ធុងព្រោះគឺប្រវែង3ម៉ែត្រទៅដល់10ម៉ែត្រអញ្ចឹងចន្លោះ10ម៉ែត្រមានន័យថាចន្លោះដែលវាអាចសាច់នៅជុំវិញបរិវេណនៃចំការដំណាំរបស់បងប្អូនបានទំហំធំបំផុតរហូតដល់ទៅ10ម៉ែត្រគឺវាកាន់តែធ្វើឲ្យសាច់ទៅដល់ដំណាំចម្ការរបស់បងប្អូនមានប្រសិទ្ធភាពនិងសពជ្រុងជ្រោយល្អអូខេអញ្ចឹងក្រៅទៅពីមុខកាត់សាច់នៅពេលដែលវាសាច់ទៅលើដំណាំចម្ការរបស់បងប្អូនគឺកលែងទៅមើលការអភិវឌ្ឍមួយចំណុចទៀតគឺពាក់ព័ន្ធជាមួយនឹងលំហូរក្បាលបាញ់ក៏ដូចជាលំហូរធុងព្រោះតែវាអាចដាក់បានរហូតដល់400គីឡូក្រាមនៅក្នុង1នាទីដើម្បីព្រោះចេញទៅខាងក្រៅនៅលើដំណាំចម្ការរបស់បងប្អូនអញ្ចឹង400គីឡូក្រាមវាច្រើនហើយលឿនមែនតើនៅក្នុង1នាទីហើយម្យ៉ាងវិញទៀតបើយើងនិយាយពីល្បឿនអតិបរមានៃ drone ទាំងមូលដែលវាអាចហោះនៅពេលដែលប្រតិបត្តិការ drone របស់បងប្អូនណាគឺបានរហូតដល់ទៅ20ម៉ែត្រនៅក្នុង1នាទីដែលល្បឿននេះអាចនិយាយបានថាវាលឿនគួរសមដែរប៉ុន្តែល្បឿននេះមិនមែនយើងត្រូវតែហោះ20ម៉ែត្ររហូតទេយើងអាចបន្ថយល្បឿនបានទៅតាមការចង់បាននៅពេលដែលប្រតិបត្តិការជាក់ស្ដែងអូខេអញ្ចឹងពាក់ព័ន្ធទៅនឹងប្រព័ន្ធលំហូរក្បាលបាញ់គឺយើងទទួលបានប្រព័ន្ធលំហូរក្បាលបាញ់ពីរជម្រើសទី1គឺវាមាន2ជាប់ជាមួយនឹង drone មកស្រាប់គឺមានប្រព័ន្ធលំហូរក្បាលបាញ់30លីត្រនៅក្នុង1នាទីហើយបើសិនបើបងប្អូនទាំងអស់គ្នាគិតថាដំណាំចម្ការរបស់យើងធំចង់បន្ថែមជម្រើសគឺមានមួយជម្រើសទៀតអាចថែមប្រព័ន្ធលំហូរក្បាលបាញ់នៅខាងមុខមួយគូទៀតដែលវាអាចផ្ដល់អត្រាលំហូរទាំង4គូហ្នឹងបានរហូតដល់ទៅ40លីត្រនៅក្នុង1នាទីដើម្បីធ្វើការនៅលើដំណាំចម្ការរបស់បងប្អូនឲ្យកាន់តែមានប្រសិទ្ធភាពបើសិនបើបងប្អូនមានដំណាំចម្ការធំទាមទារតម្រូវការច្រើនបន្តទៅកាន់ចំណុចអភិវឌ្ឍមួយទៀតដែលបងប្អូនទាំងគ្នាប្រហែលជាចង់ដឹងខ្លាំងផងដែរគឺពាក់ព័ន្ធជាមួយនឹងដៃ drone ក៏ដូចជា snap drone និងការអភិវឌ្ឍសមត្ថភាព motor ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍខ្ញុំនឹងត្រួសគឺយើងមានការអភិវឌ្ឍទៅលើដៃ drone ដែលទទួលបានវត្ថុធាតុដើមថ្មីគឺ carbon fiber អញ្ចឹង carbon fiber នេះបងប្អូនមួយចំនួនគាត់ប្រហែលជាធ្លាប់បានដឹងហើយពាក់ព័ន្ធជាមួយនឹង carbon fiber គឺជាវត្ថុធាតុដើមប្រយ៉ាងឲ្យតែគេបំពាក់គឺទទួលបានការការពារកម្រិតខ្ពស់គិតគូរកម្រិតខ្ពស់កាត់បន្ថយគេហៅថាកម្រិតសីតុណ្ហភាពហើយក៏ដូចជាកាត់បន្ថយការប៉ះទង្គិចធ្វើឲ្យ
វត្ថុធាតុដើមនេះមានសភាពរឹងមាំជាងមុនអញ្ចឹងក្រៅតែពីការបំពាក់ទៅលើដៃដ្រូនគេក៏បានបំពាក់ទៅលើស្លាបផងដែរដើម្បីចូលរួមធ្វើយ៉ាងណាឲ្យស្លាបដ្រូននេះកាន់តែមានប្រសិទ្ធភាពជាងមុនហើយពាក់ព័ន្ធជាមួយនឹង motor ស្លាបនេះក៏ទទួលបានការអភិវឌ្ឍផងដែរគឺទទួលបានការអភិវឌ្ឍ 15% នៅពេលដែលបងប្អូនហោះហើរចូលរួមឲ្យវាល្អជាងមុនម្យ៉ាងវិញទៀតនៅពេលដែលបងប្អូនប្រតិបត្តិការហោះហើរវាក៏ចូលរួមកាត់បន្ថយរំញ័របន្ថែមលំនឹងបានរហូតដល់ទៅ 40% បើប្រៀបធៀបជាមួយនឹងដ្រូន model មុនអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ដែលដ្រូនកសិកម្មគិតគូរដល់ដៃស្លាបនៃដ្រូនអូខេអញ្ចឹងចូលទៅដល់មុខងារបន្តទៀតរបស់បងប្អូនទាំងអស់គ្នាប្រហែលជាចង់ដឹងខ្លាំងហើយចំណុចមួយចំនួនខ្ញុំគិតថាបងប្អូនទាំងអស់គ្នាចង់បញ្ជាក់ថាតើវាពិតមែនឬអត់អញ្ចឹងចំណុចហ្នឹងគឺពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា lifting system ដែលវាជាប្រព័ន្ធសណ្ដោងdrone ដែលបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់បានឮពីមុនមកហើយ model ថ្មីទាំង T70P និង T100 គឺទទួលបានមុខងារសណ្ដោងដូចគ្នាប៉ុន្តែចំណុចដែលខុសគ្នាហ្នឹងគឺទម្ងន់ដែលសណ្ដោងបើសិនជាយើងប្រើមុខងារសណ្ដោងនេះយើងអាចសណ្ដោងបានពីទីតាំងកទៅទីតាំងខបានរយៈចម្ងាយតែ2គីឡូម៉ែត្រទេតែនេះគេហៅថាជាចម្ងាយកម្រិតសុវត្ថិភាពកម្រិតសុវត្ថិភាពហ្នឹងគឺគេសំដៅទៅដល់កម្រិតដែលគេទុកឲ្យយើងអាចបន្តដំណើរយ៉ាងច្រើនហើយអស់ត្រឹម1គីឡូ2គីឡូទៅមុខទៀតវាអត់អាចបានរហូតដល់10គីឡូឬក៏20គីឡូអីតាមតែចិត្តយើងចង់ទេដោយសារតែអានេះគឺជាស្តង់ដាររោងចក្រតែម្ដងមិនមែនខ្ញុំចេះតែនិយាយទេគឺជាក់ស្ដែងរោងចក្រគឺគេបានកំណត់យកស្តង់ដារបែបហ្នឹងអូខេបន្ថែមពីលើទម្ងន់ផ្ទុកទៀតបងប្អូនទាំងនេះប្រហែលជាចង់ដឹងហើយថាមុខងារសណ្ដោងនេះគឺយើងទទួលបានទម្ងន់ផ្ទុករហូតដល់កម្រិតណាជាក់ស្ដែងជាមួយនឹង T70P វាខុសពី T100 T70P នេះគឺទទួលបានទម្ងន់ផ្ទុកតែ65គីឡូក្រាមទេជាមួយនឹងការផ្ទុកជាក់ស្ដែងទៅលើឧបករណ៍ដែលបងប្អូនទាំងអស់គ្នាដាក់អញ្ចឹង65គីឡូក្រាមហ្នឹងវាទុកទំហំឲ្យយើងដាក់ឧទាហរណ៍ថាថ្នាំជីឬក៏ឧបករណ៍ប្រើប្រាស់នៅដំណាំចម្ការរបស់បងប្អូនគឺទម្ងន់60គីឡូក្រាមប៉ុន្តែជាក់ស្ដែងដោយសារតែតួថ្មនិងដ្រូនគេបានបូកសរុបទម្ងន់ពីរោងចក្ររួចមកហើយតែគេទុកទំហំផ្ទុកបានរហូតដល់118.5គីឡូក្រាមអញ្ចឹងនឹងគឺជាទំហំផ្ទុកពីរោងចក្រដែលគេបានកំណត់ពីស្តង់ដារជាមួយនឹងមុខងារសណ្ដោងវិញនេះអញ្ចឹងយើងចូលដល់ចំណុចបន្ទាប់ទៀតដែលបងប្អូនទាំងគ្នាប្រហែលជាចង់ស្វែងយល់ក៏ដូចជាចង់ដឹងដែរពាក់ព័ន្ធជាមួយនឹង radar ចាប់ឧបសគ្គក៏ដូចជា sensor ចាប់ឧបសគ្គដែលវាទទួលបានការបំពាក់អីខ្លះពីរោងចក្រ drone ដើម្បីពង្រឹងសមត្ថភាពរបស់វានៅពេលដែលវាដំណើរការប្រតិបត្តិការហោះហើរលើដំណាំចម្ការរបស់បងប្អូនអញ្ចឹងខ្ញុំសូមបែងចែកវាជា3ទីមួយយើងមាន radar នៅខាងមុខ radar នៅខាងក្រោយនិង sensor ផ្នែក3គ្រាប់ដែលបំពាក់នៅខាងមុខវានឹងអញ្ចឹង radar នៅខាងមុខខាងក្រោយគឺវាធ្វើការជាមួយគ្នា360ដឺក្រេចាប់ទស្សនវិជ្ជាជុំវិញនៃ drone បាន360ដឺក្រេដើម្បីកំណត់យកឧបសគ្គក៏ដូចជាកិច្ចឧបសគ្គបានកម្រិតខ្ពស់ប៉ុន្តែពាក់ព័ន្ធជាមួយនឹង sensor ផ្នែក3នៅខាងមុខនេះគឺវាមានតួនាទីគូសប្លង់បែប 3D នៅទស្សនវិជ្ជាជុំវិញនៃ drone ក៏ដូចជាដំណាំចម្ការរបស់បងប្អូនឲ្យកាន់តែលម្អិតជាងមុនហើយវាក៏ចូលរួមជំនួយក៏ដូចជា support ទៅលើការចាប់ឧបសគ្គដែលហៅថា intelligent bypassing អាហ្នឹងវាមានន័យថាឧបសគ្គដែលត្រូវបានកំណត់ដោយខួរក្បាលរួចជាស្រេចពីរោងចក្រ DJI ពាក់ព័ន្ធជាមួយនឹងការដែលវាហោះវាឃើញបកគោភ្លើងវាឃើញខ្សែភ្លើងវាឃើញដើមឈើគឺវានឹងកិច្ចពីឧបសគ្គដោយស្វ័យប្រវត្តិមិនឲ្យបងប្អូនទាំងអស់គ្នាមានហានិភ័យដោយដែលយើងប្រើ drone ពីមុនទៀតនោះទេអញ្ចឹងនេះគឺជាកំណែទម្រង់ថ្មីចំណុចផ្លាស់ប្ដូរកម្រិតខ្ពស់ជាងមុនកិត្តគូដិតដល់ជាងមុនដើម្បីកាត់បន្ថយលុយដែលបងប្អូនយកទៅជួសជុល drone អូខេអញ្ចឹងចំណុចអភិវឌ្ឍបន្ថែមទៀតយើងនិយាយក្រៅពី drone ម្ដងគឺមាននៅលើថ្មរបស់ drone អញ្ចឹងថ្មយើងទទួលបានថ្មវៃឆ្លាតចំនួន2ជម្រើសទី1ដែលមានទំហំបរិមាណថ្ម 30,000 មីលីអាំពែហើយជម្រើសទី2យើងទទួលបានបរិមាណ 41,000 មីលីអាំពែអញ្ចឹងពីរជម្រើសនេះគឺទទួលបានការ design ដូចគ្នាដែលរោងចក្របាន design មកគេហៅថាបែប ergonomic design ប្រភេទហ្នឹងគឺវាជួយទៅលើទម្ងន់ស្រាលកាត់បន្ថយទម្ងន់ជាងមុនហើយប្រសិទ្ធភាពក៏វាបង្កើនឡើងជាងមុនហើយនៅលើថ្មហ្នឹងទៀតយើងក៏ឃើញមានចន្លោះខ្យល់ពីរប្រឡោះហ្នឹងតែគេដាក់មកដើម្បីឲ្យបងប្អូនប្រើជាមួយនឹងធុងត្រជាក់ឲ្យកាន់តែមានប្រសិទ្ធភាពនិងជួយបំលែងអាភាពក្តៅចេញពីថ្មនៅពេលដែលបងប្អូនប្រតិបត្តិការភ្លាមមកកាន់ដ្រូនគឺកាន់តែត្រជាក់ហើយជួយឲ្យថ្មចុះកម្ដៅបានលឿន
អញ្ចឹងនេះគឺជាអត្ថប្រយោជន៍ដែលថ្មបានអភិវឌ្ឍហើយនៅបន្ថែមនឹងទៀតថ្មក៏វាទទួលបានការអភិវឌ្ឍថ្មិញថ្មដែរថ្មិញថ្មយើងឃើញថាវាមានចន្លោះធំជាងមុនគឺប្រើសម្រាប់ជាមួយនឹងថ្មិញដ្រូនដែលមានការអភិវឌ្ឍថ្មិញធំដូចគ្នាហើយអត្ថប្រយោជន៍នៃថ្មិញថ្មធំហ្នឹងគឺកាត់បន្ថយការជួសជុលញឹកហើយបំលែងអាយុការប្រើប្រាស់បានយូរជាងមុនមិនសូវងាយច្រេះឬក៏ខូចអីទេជាមួយនឹងថ្មិញថ្មប្រភេទធំអញ្ចឹងមួយទៀតយើងទទួលបានម៉ាស៊ីនភ្លើងដែលចាយថាមពលទៅកាន់ដ្រូនរបស់បងប្អូនគឺទទួលបានការអភិវឌ្ឍថ្មីដែលយើងមានពីរទំហំទី1គឺ DC ដែលគេហៅថាការសាកថ្មល្បឿនលឿនទំហំ 11500 វ៉ាត់ហើយទី2គឺ AC ទំហំ 1500 វ៉ាត់ចឹងអានេះគេប្រើសម្រាប់សាកទៅកាន់ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិកផ្សេងដូចជា laptop ដូចជាឧបករណ៍ប្រើប្រាស់ដែលត្រូវការភ្លើងប្រើប្រាស់ជាដើមអូខេបងប្អូនអញ្ចឹងសរុបមកជាមួយនឹង DJI Class T70P នេះគឺយើងទទួលបានទំហំផ្ទុកថ្មីសមត្ថភាពថ្មីក៏ដូចជាមុខងារថ្មីបច្ចេកវិទ្យាកម្រិតខ្ពស់បំពាក់នៅលើ drone DJI Class T70P នេះដើម្បីឲ្យប្រកាសចិត្តថានៅពេលដែលបងប្អូនប្រើទទួលបានទិន្នផលលទ្ធផលប្រសើរជាង A-Class ពីមុនអញ្ចឹងខ្ញុំគិតថាតម្លៃវានៅលើទីផ្សារក៏បើយើងប្រៀបធៀបជាមួយនឹង model ពីមុនហើយតម្លៃវាទៅចូលមកជាមួយនឹងការអភិវឌ្ឍបន្ថែមទៀតនេះខ្ញុំគិតថាវាអត់ថ្លៃទេបើយើងប្រៀបធៀបគ្នាណាប៉ុន្តែអាហ្នឹងវាអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាទិញវាជាមួយនឹងកញ្ចប់ផ្សេងទៀតដែលរោងចក្របានតម្លើងមកអញ្ចឹងពាក់ព័ន្ធជាមួយនឹងមុខងារមួយចំនួនទៀតខ្ញុំនឹងធ្វើវីដេអូលម្អិតដើម្បីស៊ីជម្រៅបន្ថែមអំពីមួយចំណុចប្រាប់បងប្អូនទាំងអស់គ្នាឲ្យកាន់តែងាយយល់ហើយមុននឹងពេលសម្រេចចិត្តចាយលុយទិញជាមួយនឹង T70P ក៏ដូចជា model ថ្មីផ្សេងទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេជាមួយនឹងវីដេអូធ្វើបទបង្ហាញ Acras T70P នេះហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្ទាប់នៅក្នុង page Drone កសិកម្មខ្មែរ DJ អរគុណបងប្អូនទាំងអស់គ្នា